ការច្រណែននិងការមិនពេញចិត្តគឺជាអារម្មណ៍អវិជ្ជមានដែលតែងតែកើតមានឡើងនៅកន្លែងធ្វើការហើយវាប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសការងារនិងផលិតភាពពេលខ្លះអារម្មណ៍ទាំងនេះកើតចេញពីមូលហេតុពិតប្រាកដប៉ុន្តែពេលខ្លះវាក៏អាចកើតចេញពីការយល់ច្រឡំផងដែរមូលហេតុនៃការច្រណែនការប្រៀបធៀបខ្លួនឯងពេលដែលអ្នកឃើញមិត្តរួមការងារទទួលបានជោគជ័យមានការសរសើរឬឡើងតំណែងហើយអ្នកមានអារម្មណ៍ថាខ្លួនឯងមិនបានទទួលដូចគេភាពមិនយុត្តិធម៌នៅពេលដែលអ្នកគិតថាការងាររបស់អ្នកធ្ងន់ជាងពួកគេឬក៏មិត្តរួមការងារម្នាក់ទៀតត្រូវបានគេប្រព្រឹត្តខុសពីអ្នកដូចជាបានទទួលប្រាក់ខែឬអត្ថប្រយោជន៍ផ្សេងៗទៀតការខ្វះទំនុកចិត្តលើខ្លួនឯងបុគ្គលិកដែលមានទំនុកចិត្តទាបងាយនឹងមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ហើយអាចច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃវិធីសាស្ត្រដើម្បីដោះស្រាយការច្រណែននិងការមិនពេញចិត្ត1ការយល់ដឹងពីខ្លួនឯងទទួលស្គាល់អារម្មណ៍ជំហានដំបូងគឺទទួលស្គាល់ថាអ្នកកំពុងមានអារម្មណ៍ច្រណែនឬមិនពេញចិត្តកំពុងព្យាយាមបដិសេធឬលាក់បាំងវាស្វែងយល់ពីមូលហេតុគិតថាហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះតើវាបណ្ដាលមកពីការងារឬបញ្ហាផ្ទាល់ខ្លួន2ការផ្ដោតលើខ្លួនឯងប្រៀបធៀបនឹងខ្លួនឯងជំនួសឲ្យការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃសូមប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយខ្លួនឯងកាលពីម្សិលមិញតើអ្នកបានអភិវឌ្ឍអ្វីខ្លះកំណត់គោលដៅជាក់ស្ដែងដើម្បីអភិវឌ្ឍខ្លួនឯងឧទាហរណ៍ខ្ញុំនឹងរៀនជំនាញថ្មីមួយនេះក្នុងរយៈពេល3ខែអបអរសាទរជោគជ័យតូចៗត្រូវដឹងគុណចំពោះសមិទ្ធផលតូចៗរបស់ខ្លួនឯងហើយកុំមើលរំលងការខិតខំប្រឹងប្រែងរបស់អ្នក3ការប្រស័យតាក់ទងដោយវិជ្ជមាននិយាយជាមួយអ្នកដទៃប្រសិនបើអ្នកគិតថាមានបញ្ហាពិតប្រាកដដែលធ្វើឲ្យមានអារម្មណ៍មិនពេញចិត្តដូចជាការងារមិនយុត្តិធម៌អ្នកអាចពិភាក្សាជាមួយនឹងមេដឹកនាំឬផ្នែកធនធានមនុស្សចូលរួមអបអរសាទរអ្នកដទៃព្យាយាមចូលរួមអបអរសាទរចំពោះជោគជ័យរបស់មិត្តរួមការងារការធ្វើបែបនេះអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកពីការប្រកួតប្រជែងទៅជាការលើកទឹកចិត្តវិញការដោះស្រាយការច្រណែននិងការមិនពេញចិត្តគឺជាដំណើរផ្ទាល់ខ្លួនដែលទាមទារភាពអត់ធ្មត់នៅពេលដែលអ្នករៀនគ្រប់គ្រងអារម្មណ៍ទាំងនេះអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងហើយអាចបង្កើតបរិយាកាសការងារ